វិធីសាស្ត្រដើម្បីបំផិតបំភ័យព្រលឹងខ្មោចឲ្យកុំធ្វើបាបចៅហ្វាយខ្ញុំអីមិនអន់ទេដើម្បីអាចសម្លាប់ខ្មោចភ្នែកមួយនេះក្នុងការវាយប្រហារតែមួយដងកម្លាំងឈានដល់កម្រិតទី7ហើយបន្តទៅមុខទៀតតំបន់ក្នុងរង្វង់10ម៉ាយពីស្ថានីយ៍រថភ្លើងក្រុងសានតុងស្ថិតនៅក្នុងដែនខ្មោចរបស់យីមូអ៊ូដរាបណាយើងបោះជំហានចូលដែនខ្មោចនេះវាអាចដឹងពីចលនារបស់យើងទាំងអស់វាមិនអាចទៅរួចទេក្នុងការលាក់បាំងវានោះឬលួចចូលខ្ញុំស្មានថាយីមូអ៊ូនៅខាងក្នុងនោះយើងត្រូវតែចូលពីខាងមុខហើយសម្លាប់វាមានចលនាផ្លូវហាងឈွန်ខ្ញុំនឹងសម្លាប់យីមូអ៊ូហើយវិញ្ញាណអាក្រក់ទាំងនេះទុកឲ្យពួកអ្នកបាទនេះគឺជាយីមូអ៊ូមនុស្សខ្លាំងពូកែមែនអ្នកគឺជាមនុស្សខ្លាំងបំផុតដែលខ្ញុំធ្លាប់ជួបប្រទះប្រសិនបើអ្នកសុខចិត្តក្លាយជាវិញ្ញាណសងសឹករបស់ខ្ញុំអាចរក្សាស្មារតីរបស់អ្នកបានខ្ញុំបដិសេធក្បាលគោនិងមុខសេះភាពមិនអមតៈខ្មៅនិងសតើអ្នកជានរណាឲ្យពិតប្រាកដអញជាឪរបស់ឯងនឹងហើយអាយ៉ងវិញ្ញាណដ៏មានឥទ្ធិពលបែបនេះខ្ញុំយល់ហើយអ្នកដែលគេហៅថាលោកយីមូអ៊ូតាមពិតទៅគឺខ្លួនអ្នកផ្ទាល់ពួកគេទាំង4នាក់គ្រាន់តែជាខ្មោចដែលអ្នកបានរក្សាទុកនៅពេលដែលអ្នកងាប់បាត់ហើយពួកគេគ្មានអ្វីត្រូវព្រួយបារម្ភនោះទេចុះវាយ៉ាងណាបារកឃើញអាតកំបាំងខ្ញុំអ្នកគ្រាន់តែជាមនុស្សស្លាប់ប៉ុណ្ណោះទេវិញ្ញាណអាក្រក់កម្រិតទី5នេះខ្សោយបន្តិចតាំងពីដើមដល់ចប់គាត់មិនដែលប្រើអំណាចនៃដែនខ្មោចទេហើយដែនខ្មោចនៅតែមានវាមានន័យថារូបកាយសំខាន់មិនស្លាប់តតែសោះលោកយីមូគឺយីមូលោកអ៊ូគឺលោកអ៊ូបរោះស្លៀកពាក់ពណ៌ប្រផេះទាំង5នាក់នោះសុទ្ធតែជាខ្មោចអាយ៉ងប៉ុណ្ណោះរូបកាយសំខាន់ពិតប្រាកដគឺយីមូនោះច្បាប់នៃដែនខ្មោចនេះគឺការបំផ្លាញចោលក្នុងការដែលរកឃើញរូបកាយពិតហើយអញ្ចឹងខ្ញុំមិនបាច់បារម្ភទៀតទេផ្លូវទៅកាន់ឋាននរកចូលបើកឡើងពិបាកដោះស្រាយណាស់របាំងនៃផ្លូវទៅកាន់ឋាននរកក៏ទ្រាំបានមិនប៉ុន្មានដងដែរឬមួយយើងគួរតែទៅមុនចាប់វាលេប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 វិញ្ញាណអាក្រក់ដោយផ្ទាល់តែម្ដងវិធីសាស្ត្រដោះស្រាយជាមួយខ្មោចព្រីបិសាចបែបនេះមិនដែលលើពីមុនមកទេប៉ុន្តែសំឡេងនេះមានអ្វីម្យ៉ាងដែលគួរឲ្យទុកចិត្តផ្លូវទៅកាន់ឋាននរកចុះមកឲ្យខ្ញុំ
ដែនខ្មោចបាត់ខ្លួនហើយជោគជ័យហើយយើងជោគជ័យហើយអាល្អិតលីនយ៉ននេះពិតជាមិនធម្មតាមែនលីនយ៉នអ្នកភ្ញាក់ហើយតើមានអារម្មណ៍យ៉ាងណាដែរមិនអីទេស្ថានភាពល្អប្រសើរបងប្រុសលីនអ្នកបានយកឈ្នះលោកយីមូអ៊ូមែនហើយខ្ញុំបានស៊ីគាត់បាត់ទៅហើយមិនដែរវិញ្ញាណអាក្រក់អាចស៊ីមនុស្សបានមនុស្សមិនអាចស៊ីវិញ្ញាណអាក្រក់វិញឬឈប់សិនខ្ញុំបានស៊ីគាត់បើតាមហេតុផលគួរតែទទួលបានអត្ថប្រយោជន៍ខ្លះនេះគឺដាវកាត់ខ្មោចរបស់ចុងខួយនេះគឺជាអាវុធរបស់ចុងខួយដែលភ្ញាក់ឡើងមួយផ្នែកអ្នកទាំងអស់គ្នាថយក្រោយបន្តិចទៅខ្ញុំនឹងសាកល្បងមើលអានុភាពរបស់វាខ្លាំងណាស់គ្រាន់តែភ្ញាក់ឡើងត្រឹមដាវមួយដាវមានអានុភាពដល់ថ្នាក់នេះចុះបើចុងខួយភ្ញាក់ឡើងពេញលេញវិញតើនឹងខ្លាំងដល់កម្រិតណាទៅកម្លាំងរបស់លោកលីនអាចចាត់ទុកថាជាមនុស្សលេខ1ក្នុងទីក្រុងភាពយន្តតោះទៅយើងត្រឡប់ទៅវិញលីនយ៉នសំណាងហើយដែលមានអ្នកគឺជាមោទនភាពនៃទីក្រុងភាពយន្តរបស់យើងលោកយ៉ាងសរសើរពេកហើយសុទ្ធតែជាការខិតខំប្រឹងប្រែងរបស់គ្រប់គ្នាទេលីនយ៉នមកតាមខ្ញុំមានរឿងខ្លះចង់ប្រាប់អ្នកស្របពេលដែលខ្ញុំក៏មានរឿងចង់ប្រាប់លោកយ៉ាងដែរលោកយ៉ាងខ្ញុំធ្លាប់បានរកឃើញអង្គការមួយដែលជំនាញខាងកាត់និងបដូររូបសាក់ដោយពួកគេប្រើវិធីនេះដើម្បីផ្ទេរថាមពលពីស្នាមសាក់ទៅឲ្យមនុស្សធម្មតាអង្គការនោះមានឈ្មោះថាក្រុមស្តេកខ្មោចរឿងនេះខ្ញុំដឹងលោកដឹងមែនទេនៅថ្ងៃទី3នៃការឈ្លានពានដ៏ចម្លែកខ្ញុំបានចូលរួមក្នុងកិច្ចប្រជុំវីដេអូកម្រិតខ្ពស់មួយដែលពេលនោះមានគេលើកឡើងពីគម្រោងផ្ទេរថាមពលពីស្នាមសាក់ប៉ុន្តែសំណើនេះត្រូវបានបដិសេធយ៉ាងដាច់អហង្ការនៅពេលនោះគ្រាន់តែមិនដឹងថាហេតុអ្វីមាតិកាកិច្ចប្រជុំត្រូវបានបែកធ្លាយទើបមានក្រុមអ្នកមានអំណាចបង្កើតក្រុមស្តេកខ្មោចឡើងចុះយើងគ្រាន់តែទុកឲ្យក្រុមស្តេកខ្មោចធ្វើបែបនេះមែនទេមិនមែនអាជ្ញាធរមិនចង់ដោះស្រាយនោះទេប៉ុន្តែបច្ចុប្បន្នមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ពេលនេះត្រូវប្រឈមមុខនឹងរឿងចម្លែកគ្រប់ប្រភេទនៅតាមតំបន់នីមួយសូម្បីតែការការពារទីក្រុងរបស់ខ្លួនឯងក៏ពិបាកដែរទីស្នាក់ការកណ្ដាលរបស់ក្រុមស្តេកខ្មោចនៅលីនអានអាជ្ញាធរមិនមានសមត្ថភាពទៅវាយប្រហារដល់ទីនោះទេប៉ុន្តែរងចាំឲ្យអ្នកវឹកហាត់ចិត្តគំនិតកាន់តែខ្លាំងឡើងនោះនឹងដល់ពេលដែលអាជ្ញាធរធ្វើការវាយប្រហារចិត្តគំនិតតើវាជាអ្វីទៅរូបភាពនេះមានឈ្មោះថារូបភាពសមាធិបាយស៊ឺហើយវិធីសាស្ត្រវឹកហាត់ថ្មីគឺការធ្វើសមាធិមិនថាជាការវឹកហាត់តាមរយៈស្នាមសាក់ឬការវឹកហាត់តាមរយៈសមាធិទេប្រភពដើមរបស់វាគឺដូចគ្នាគឺនិមិត្តសញ្ញាបុរាណរបស់ចិនត្រឹមត្រូវហើយតាមរយៈការធ្វើសមាធិលើនិមិត្តសញ្ញាដើម្បីពង្រឹងថាមពលផ្លូវចិត្តរួចឲ្យថាមពលផ្លូវចិត្តនោះបង្កើតជាសមត្ថភាពរបស់និមិត្តសញ្ញាមិននឹកស្មានថាអាជ្ញាធរអាចស្រាវជ្រាវរកវិធីវឹកហាត់ថ្មីបានសោះខ្ញុំមើលស្រាវពួកគេពេកហើយប៉ុន្តែខ្ញុំមានមិត្តម្នាក់ដែលមានស្នាមសាក់រូបភីកាឈូតើវាមិនអាចតាក់ទងនឹងនិមិត្តសញ្ញាបុរាណចិនបានទេមែនទេនិមិត្តសញ្ញាបុរាណចិនគឺជាគំនិតដ៏ទូលំទូលាយមួយតាមរយៈការបន្តវេននៃយុគសម័យវានឹងមានការបន្ថែមអ្វីថ្មីៗចូលទៅជាធម្មតាមនុស្សសម័យបច្ចុប្បន្នបន្ថែមរូបភីកាឈូឬអ៊ុលត្រាមែនតើវាជារឿងហួសហេតុពេកមែនទេបច្ចុប្បន្នវិធីសាស្ត្រស្មារតីនិមិត្តសញ្ញានេះនៅតែបន្តកែលម្អទីក្រុងយីងឆឹងគឺជាតំបន់សាកល្បងមួយក្នុងចំណោម3កន្លែងនៅទូទាំងប្រទេសបាននិយាយបែបនេះមានន័យថាមានមនុស្សនៅទីក្រុងយីងឆឹងកំពុងហ្វឹកហាត់វិធីសាស្ត្រស្មារតីនិមិត្តសញ្ញានេះហើយមានមនុស្សដល់ទៅ3000នាក់តើអ្នកដែលខ្លាំងបំផុតអាចឲ្យខ្ញុំជួបបានទេម្យ៉ាងទៀតជួយផ្ដល់វិធីសាស្ត្រស្មារតីនិមិត្តសញ្ញាមួយច្បាប់ឲ្យខ្ញុំផងនេះគឺជាវិធីសាស្ត្រស្មារតីនិមិត្តសញ្ញាចំនួនទី1ចូលចាំថាហាមចែកចាយបន្តលោកយ៉ាងតើអាចនាំខ្ញុំទៅជួបអ្នកដែលវឹកហាត់ខ្លាំងបំផុតនៅពេលនេះបានទេអ្នកដែលវឹកហាត់ខ្លាំងបំផុតនៅពេលនេះគឺរូបខ្ញុំនេះឯងមិនមែនអ្នកដែលខ្លាំងបំផុតគឺលោកទេហេតុអ្វីមិនអាចជាខ្ញុំបានតើបានយ៉ាងម៉េចនឹងមិនបានលោកយ៉ាងសូមឲ្យខ្ញុំបានឃើញបន្តិចមកបន្ទាប់ពីធ្វើឲ្យការគិតរបស់ខ្ញុំក៏កាន់តែមុតស្រួចជាងមុនក្រៅពីនេះមានអ្វីទៀតកម្រិតនេះហាក់ដូចជាមិនមានអានុភាពសម្រាប់អ្វីសោះបានប្រាប់ហើយថាវិធីសាស្ត្រស្មារតីនិមិត្តសញ្ញានេះនៅតែបន្តកែលម្អខ្ញុំគ្រាន់តែលេងសើចទេវាពិតជាខ្លាំងមែនបានហើយអ្វីដែលគួរប្រាប់អ្នកខ្ញុំបានប្រាប់អស់ហើយអ្នកអាចចេញទៅបានក្នុងរឿងព្រេងនិទានកកង់វិលជុំទាំង6គឺត្រូវបានគូដោយព្រះនាងហូទូយកវាមកធ្វើជានិមិត្តសញ្ញាសមាធិរបស់ខ្ញុំគឺស័ក្តិសមបំផុតហើយបើអាចវឹកហាត់រឿងនេះបានជោគជ័យវានឹងក្លាយជាការលាក់ទុកដ៏ធំមួយទៀតលោកលីតើលោកមានគម្រោងដោះស្រាយយ៉ាងណាជាមួយលីនយ៉នខ្ញុំនឹងឲ្យផានឬនឹងទីធាងលៀបឈាមវិញ្ញាណអសុរកាយ80លើជញ្ជាំងទីជម្រកភ្នំវូឡុងបន្ទាប់ពីមេឃងឹតពួកអសុរកាយជាច្រើននឹងឡោមព័ទ្ធភ្នំវូឡុងទោះបីជាមិនអាចវាយលុកចូលបានក៏វាគ្រប់គ្រាន់ដើម្បីធ្វើឲ្យយ៉ាងឆឹងហ្វឹងនឹងអ្នកដទៃរវល់ដោះស្រាយរឿងខ្លួនឯងមិនរួចក្នុងពេលជាមួយគ្នានេះឬយូនឹងលីងគួននឹងនាំយកឈាមវិញ្ញាណអាក្រក់ពាក់កណ្ដាលទៀតដើម្បីតាក់ទាញពួកអសុរកាយឲ្យវាយលុកទីជម្រករបស់លីនយ៉នរបស់នេះអាចតាក់ទាញពួកវិញ្ញាណអាក្រក់កម្រិត5 ដល់ 9ហើយថែមទាំងធ្វើឲ្យពួកវាឈួតវង្វេងរងចាំរហូតដល់ទីជម្រកភ្នំវូសានត្រូវបានវាយបែកមនុស្សនៅខាងក្នុងនឹងមិនឲ្យសល់ម្នាក់ឡើយរួចទម្លាក់រឿងទាំងអស់ទៅលើពួកវិញ្ញាណអាក្រក់យ៉ាងឆឹងហ្វឹងហ៊ានបណ្ដេញខ្ញុំចេញពីទីក្រុងយីងឆឹងក្នុងពេលដែលមិនអាចធ្វើអ្វីវាបានខ្ញុំនឹងយកលីនយ៉នមកធ្វើជាកន្លែងបញ្ចេញកំហឹងសិនរងចាំដល់ពេលមានឱកាសខ្ញុំប្រកាសជាធ្វើឲ្យយ៉ាងឆឹងហ្វឹងត្រូវសងថ្លៃឈ្នួលមិនខាន
បន្ទាប់ពីយប់នេះទៅលីនយន់និងទីជម្រករបស់គេនឹងបាត់ខ្លួនជារៀងរហូត